នេះជាការសមាធិតាមបែបឈីមិនតុនជាប្រចាំថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025យើងឃើញថាមានទិសល្អ4ដែលយើងអាចធ្វើការសមាធិបានទិសខាងត្បូងយើងអាចស្នើសុំអំពីអំណាចតួនាទីការជួយទំនុកបម្រុងគាំពារយកអាសាមានអតិថិភាព Star Crash Open Door កម្រិត3ទិសខាងលិចយើងអាចស្នើសុំអំពីទ្រព្យសម្បត្តិអាជីពការងារមានអតិថិភាព Earth Star Disruptor Light Door កម្រិត1ត្បូងឈៀងលិចយើងអាចស្នើសុំអំពីសុខភាពក្នុងនោះមានអតិថិភាព Heaven Star Ambassador Red Door កម្រិត2ទិសខាងជើងឈៀងខាងកើតយើងអាចស្នើសុំអំពីទំនាក់ទំនងសម្ព័ន្ធភាពស្នេហាក្នុងនោះមានអតិថិភាព Harmony Star Grand ហើយនិង Scenery Door កម្រិត Star កម្រិត5ចំពោះការធ្វើការសមាធិតាមបែបឈីមិនតុនជាគឺជាការបែរខ្នងទៅកាន់ទិសនីមួយៗធ្វើចិត្តឲ្យស្ងប់មโนរម្យឲ្យដូចជាការពិតនៅការទទួលបាននៅធម៌ពលល្អៗដែលទិសនីមួយៗមានជូនពរសំណាងល្អសម្រាប់ថ្ងៃទី29នេះផ្ទាល់អរគុណ